ពិធីមង្គលការរបស់ព្រះនាង Maria Laura នៃប្រទេស Belgium បានបង្កមានការរំជើបរំជួលយ៉ាងខ្លាំងតែយ៉ាងណាមិញការយកចិត្តទុកដាក់របស់មហាជនមិនស្ថិតនៅលើការប្រពៃនោះទេប៉ុន្តែស្ថិតនៅលើកូនក្រមុំផ្ទាល់តែម្ដងមនុស្សម្នាចំអកមើលងាយរូបរាងរបស់នាងយ៉ាងខុសខើដោយហៅព្រះនាងថាជាមនុស្សចាស់និងស្គមស្លេតស្លាំងដែលធ្វើឲ្យពិធីមង្គលការរបស់ព្រះនាងប្រែក្លាយទៅជាក្រៀមក្រំទៅវិញតើព្រះនាងដោះស្រាយអំពីរឿងរ៉ាវទាំងអស់នេះបានដោយរបៀបណាហើយនរណាជាស្វាមីរបស់ព្រះនាងទៅតោះសូមតាមដានជាមួយខ្ញុំនៅក្នុងវីដេអូមួយនេះទាំងអស់គ្នាការចំអកសម្លុតឬមើងងាយទាំងអស់នេះវាមិនមែនគ្រាន់តែជាបញ្ហាសម្រាប់មនុស្សសាមញ្ញប៉ុណ្ណោះទេតែវាក៏ឈានដល់ពិភពនៃរាជវង្សផងដែរជាទីហោម្ចាស់ស្ត្រីអៃកូនៃប្រទេសជប៉ុនបានឆ្លងកាត់ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់របស់ព្រះនាងហើយថែមទាំងត្រូវបានគេហៅថាជាមនុស្សស្រីដ៏អាក្រក់បំផុតទៀតផងការប្រមាថទាំងនេះបានឲ្យអៃកូខកខានក្នុងការសិក្សាអស់រយៈពេលជាយូរចំណែកព្រះនាង Maria Laura នៃប្រទេស Belgium មួយនេះវិញបានក្លាយជាការរំលឹកដ៏ឈឺចាប់នៃការពិតដែលបានកើតឡើងទាំងអស់នេះតែទោះបីជាបែបណាក៏ដោយការតស៊ូរបស់នាងមិនបានចាប់ផ្ដើមនៅពេលចូលរោងការនោះទេជាយូរមុនពេលរៀបការ Maria Laura បានស៊ូទ្រាំនឹងភាពខកខើនៃមតិសាធារណៈនិងការគំរាមកំហែងនេះជាខ្លាំងបើយើងតាមដានអតីតដល់នៅឆ្នាំដំបូងរបស់នាងនៃរបៀបដែលបញ្ហាប្រឈមទាំងនេះបានកើតឡើងវិញនោះ Maria Laura បានកើតថ្ងៃទី26ខែសីហាឆ្នាំ1988នៅទីក្រុង Brussels ប្រទេស Belgium ជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ Lawrence និងម្ចាស់ស្ត្រី Astrid បិតារបស់នាងព្រះអង្គម្ចាស់ Lawrence ដឹកនាំ House of Austria-Este និងម្ដាយគឺជាបុត្រីរបស់ស្ដេច Albert ទី2នៃប្រទេស Belgium ផងដែរ Maria ធំធាត់នៅទីក្រុង Basel ប្រទេសស្វីសជាកន្លែងដែលឪពុករបស់នាងធ្វើការផ្នែកហិរញ្ញវត្ថុមុនពេលគ្រួសារត្រឡប់ទៅប្រទេស Belgium វិញនៅរដូវក្តៅឆ្នាំ1993មិនដូចរាជវង្សជាច្រើនទៀតនោះទេ Maria មិនសូវបានគេចាប់អារម្មណ៍ច្រើននោះឡើយហើយកម្រត្រូវបានគេឃើញនៅទីសាធារណៈខ្លាំងណាស់ខណៈដែលម្ដាយរបស់នាងគឺម្ចាស់ស្ត្រី Astrid បានការពារភាពឯកជនរបស់កូនយ៉ាងដិតដល់ការនៅក្មេង Maria ត្រូវបានគេវិពណ៌នាថាជាមនុស្សស្ងប់ស្ងាត់និងអៀនខ្មាស់ច្រើនផងដែរហើយជារឿយៗជាប្រភេទមនុស្សលាក់ខ្លួននៅពីក្រោយអ្នកដទៃនៅក្នុងរូបថត Maria Laura បានចូលរៀននៅសាលាធម្មតាមួយឈ្មោះថា College Saint Jean Berchmans នៅទីក្រុង Brussels តែជាអកុសលរយៈពេលនៃជីវិតបានធ្វើឲ្យព្រះនាងមានការចងចាំដ៏លំបាកយោងតាមសៀវភៅ Princess of Belgium Maria Laura បានទទួលរងនៅការចំអកនិងការសម្លុតពីមិត្តរួមថ្នាក់របស់ខ្លួនដោយសារតែរូបរាងជាមួយនឹងមុខមាត់ស្លេតស្លាំងសក់ពណ៌ទង់ដែងស្រាលភ្នែកធំនិងចង្កាលេចធ្លោនាងត្រូវបានមិត្តរួមថ្នាក់បូលីជាខ្លាំងពួកគេទាំងនោះថែមទាំងបានដាក់ឈ្មោះហៅក្រៅឲ្យនាងដោយសម្ងាត់ថា E.T. ដែលសំដៅទៅលើតួអង្គក្រៅភពដ៏ល្បីល្បាញពីខ្សែភាពយន្ត E.T. ផ្ទាល់តែម្ដងក្មេងប្រុសខ្លះថែមទាំងភ្នាល់គ្នាដើម្បីមើលថាតើអ្នកណាថើប E.T. មុនគេទៀតផងនេះជារយៈពេលដ៏ឈឺចាប់មិនគួរឲ្យជឿសម្រាប់ព្រះនាងផ្ទាល់ដែលជាការលំបាកមួយរហូតដល់ទីបំផុតឪពុកម្ដាយរបស់នាងបានសម្រេចចិត្តផ្ទេរ Maria ទៅសាលាមួយទៀតគឺសាលា St. John's School នៅ Waterloo ប៉ុន្តែជាអកុសលបញ្ហារបស់ព្រះនាងអង្គនេះមិនបានបញ្ចប់នៅទីកន្លែងថ្មីនេះដូចគ្នាក្នុងឆ្នាំ2005ព្រះនាង Maria Laura ទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ័យខ្លាចមួយរថយន្តក្រុងខ្នាតតូចដែលដឹកនាងពីសាលារៀនទៅផ្ទះត្រូវរថយន្តបុកនៅលើផ្លូវក្រវ៉ាត់ក្រុង Brussels ហេតុការណ៍នេះបានធ្វើឲ្យរថយន្តដែលនាងជិះរមៀលជាច្រើនដងមុននឹងឆេះផងដែរតែសំណាងល្អខ្លាំងណាស់អ្នកដំណើរទាំងអស់មិនមានគ្រោះថ្នាក់អ្វីឡើយបន្ទាប់ពីរៀននៅវិទ្យាល័យ Maria Laura បានចូលរៀននៅសាលា Oriental and African Study នៅទីក្រុងឡុងជាកន្លែងដែលនាងបានសិក្សាផ្នែកទំនាក់ទំនងចិននិងអន្តរជាតិចំណង់ចំណូលចិត្តរបស់ព្រះនាងចំពោះភាសានិងវប្បធម៌បូព៌ាបាននាំបន្តការសិក្សានៅវិទ្យាស្ថានជាតិនៃភាសាបូព៌ានិងអរិយធម៌នៅទីក្រុងប៉ារីសឯកទេសខាងវិញ្ញាណប្រវត្តិសិក្សាដ៏រឹងមាំរបស់នាងបានបើកទ្វារទៅរកអាជីពដ៏គួរឲ្យចាប់អារម្មណ៍រួមទាំងកម្មសិក្សានៅអង្គការសហប្រជាជាតិនៅទីក្រុង New York ផងដែរដោយ Maria ធ្វើការជាអ្នកទីផ្សារនៅ LVMH នៅទីក្រុង Shanghai និងមានតួនាទីជាអ្នកវិភាគនៅធនាគារអឺរ៉ុបសម្រាប់ការកសាងនិងអភិវឌ្ឍនៅទីក្រុងឡុងនេះហើយគឺជាកំឡុងពេលរបស់នាងដែល Maria Laura បានជួបអនាគតស្វាមីដែលមានឈ្មោះថា William Esvy អ្នកទាំងពីរត្រូវបានគេរាយការណ៍ថាបានជួបគ្នាក្នុងឆ្នាំ2015
ហើយការតាក់ទងរបស់អ្នកទាំងពីរបានរក្សាជាការសម្ងាត់យ៉ាងស្ងៀមស្ងាត់ជាទីបំផុត William Isby កើតនៅទីក្រុងប៉ារីសម្ដាយជាជនជាតិអង់គ្លេសនិងឪពុកជាជនជាតិម៉ារ៉ុក Maria Laura និង William បានជួបគ្នាជាសម្ងាត់អស់រយៈពេល76ឆ្នាំមុនពេលប្រកាសជាសាធារណៈអំពីការភ្ជាប់ពាក្យនៅឆ្នាំ2021 គូស្នេហ៍រាជវង្សបានចែករំលែកក្នុងបទសម្ភាសន៍ជាមួយកាសែត Holland ថាយើងពិតជាសប្បាយចិត្តនិងចង់ចាប់ផ្ដើមជំពូកថ្មីក្នុងជីវិតរបស់យើងជាមួយគ្នាបន្ទាប់ពីទទួលបានពរជ័យពីព្រះមហាក្សត្រសម្រាប់ការរួបរวมរបស់ពួកគេដែលតម្រូវឲ្យ Maria Laura បន្តស្នងរាជគូស្នេហ៍ទាំងពីរបានភ្ជាប់ពាក្យនៅថ្ងៃទី10ខែកញ្ញាឆ្នាំ2022ទាំងក្នុងពិធីស៊ីវិលនិងសាសនាពិធីស៊ីវិលនេះបានធ្វើឡើងនៅសាលាក្រុង Brussels ដោយមានសមាជិកគ្រួសារស្និទ្ធស្នាលតែប៉ុណ្ណោះដែលបានចូលរួមសម្រាប់ព្រឹត្តិការណ៍នេះ Maria Laura បានស្លៀករ៉ូប Gucci បំពាក់ដោយក្រវិលពេជ្រនិងភួងពណ៌សសាមញ្ញយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោយមកពិធីសាសនាដ៏ធំមួយបានធ្វើឡើងនៅវិហារ Saint Michael និង Saint Corolla ក្នុងទីក្រុង Brussels ជាទីកន្លែងដែលភ្ញៀវ500នាក់រួមទាំងរាជវង្សបែលស៊ិកទាំងមូលត្រូវបានអញ្ជើញពិធីនេះជាពិធីដ៏ស្រស់ស្អាតមួយដោយគូស្នេហ៍មួយគូបានស្រឡាញ់គ្នាយ៉ាងជ្រាលជ្រៅសម្រាប់ពិធីសាសនានេះកូនក្រមុំវ័យ34ឆ្នាំបានសួរសម្លៀកបំពាក់តាមប្រពៃណីរបស់ខ្លួនព្រះនាងក៏បានពាក់អាវដាំពេជ្រដែលជួយលើកមុខមាត់គ្រួសាររាជវង្សបន្ថែមទៀតផងដែរនេះគឺជាពិធីបង្គោលការដ៏អស្ចារ្យសម្រាប់ម៉ារីដែលហុំព័ទ្ធទៅដោយក្តីស្រឡាញ់និងភាពឆើតឆាយតែយ៉ាងណាមិញមិនយូរប៉ុន្មានព្រះនាងបានរកឃើញខ្លួនឯងនៅកណ្ដាលនៃការមាក់ងាយជាសាធារណៈដែលមិននឹកស្មានដល់និងខូខើជាខ្លាំងអ្នកប្រាបណ្ដាញសង្គមមួយចំនួនបានរិះគន់យ៉ាងចាស់ដៃចំពោះរូបរាងរបស់នាងដែលបញ្ចេញមតិលើរូបរាងនិងការតុបតែងខ្លួនថាមិនស្អាតសម្ដីមិនល្អទាំងនេះបានបញ្ចេញមកដោយមិនសំចៃដែលនិយាយទៀតថាព្រះនាងមើលទៅស្លេតស្លាំងនិងចាស់ជាងអាយុដែលអ្នកខ្លះប្រដូចព្រះនាងទៅនឹងស្ត្រីដែលលែងលះគ្នាក្នុងវ័យ40ឆ្នាំឬ50ឆ្នាំរឿងនេះគឺមិននឹកស្មានដល់នោះទេអ្វីដែលព្រះនាងគិតថាជាថ្ងៃដ៏អស្ចារ្យក្នុងជីវិតតែបែរជាត្រូវបានក្រដប់ដោយពាក្យមាក់ងាយនិងការបៀតបៀនតាមអ៊ីនធឺណិតឥតឈប់ឈរទៅវិញតែទោះបីជាបែបនេះក្តីក៏មានមហាជនជាច្រើនផងដែរបានសរសើរពីសម្រស់ធម្មជាតិនិងភាពជឿជាក់របស់ព្រះនាងអ្នកខ្លះបាននិយាយថាព្រះនាងស្គមមែនប៉ុន្តែមិនសមនឹងការចំអកនោះទេខ្ញុំគិតថាព្រះនាងល្អគ្រប់គ្រាន់ហើយនាងមើលទៅធម្មជាតិគ្មានការគូសចិញ្ចើមគ្មានរោមភ្នែកខ្លាយនិងគ្មានលាបបបោមាត់ដិតនោះឡើយខ្ញុំសង្ឃឹមថាព្រះនាងនឹងមានជីវិតដ៏រីករាយជាមួយនឹងស្វាមីជាយូរអង្វែងរហូតតទៅទោះបីជាមានការរិះគន់យ៉ាងចាស់ដៃក៏ដោយ Maria Laura បានជ្រើសរើសផ្ដោតលើចម្ពោះថ្មីរបស់នាងក្នុងនាមជាភរិយាដោយទទួលយកសុភមង្គលដែលខ្លួនបានរកឃើញជាមួយ William Isby ក្រោយពីរៀបការរួចអ្នកទាំងពីរបានតាំងលំនៅក្នុងជីវិតឯកជននិងតូចតាចមួយដោយនៅឆ្ងាយពីប្រជាកិច្ចនិងការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយដោយសារ Maria Laura មិនទទួលបានប្រាក់ឧបត្ថម្ភពីរាជវាំងព្រះនាងរូបនេះធ្វើការដោយខ្លួនឯងជាអ្នកវិភាគក្នុងវិស័យបម្រែបម្រួលអាកាសធាតុខណៈដែល William ជាស្វាមីបន្តអាជីពផ្នែកហិរញ្ញវត្ថុនៅថ្ងៃទី26ខែមករាឆ្នាំ2025គូស្នេហ៍មួយគូនេះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយការប្រកាសកំណើតកូនប្រុសរបស់ពួកគេឈ្មោះថា Albert ឬរបស់ Maria Laura គឺជាការឆ្លុះបញ្ចាំងពីភាពអត់ធ្មត់មួយដំណើរជីវិតរបស់ព្រះនាងគឺជាការរំលឹកថាគ្មាននរណាម្នាក់សូម្បីតែរាជវង្សក៏ពុំមានសិទ្ធិបិទមាត់គេមិនឲ្យរិះគន់នោះឡើយប៉ុន្តែនៅទីបញ្ចប់សុភមង្គលមិនមែនសំដៅលើការបំពេញតាមស្តង់ដារភាពស្រស់ស្អាតដែលមិនប្រកបប្រជាឬធ្វើឲ្យមនុស្សចម្លែកពេញចិត្តនោះទេវាគឺជាការស្វែងរកសន្តិភាពនៅក្នុងខ្លួននិងការអោបក្រសោបនូវសេចក្តីស្រឡាញ់និងសេចក្តីរីករាយដែលជីវិតនាំយកមកឲ្យតែអ្នកទាំងអស់គ្នាដឹងទេថាសូម្បីតែស្ដេចក៏ត្រូវបានគេធ្វើបាបដែរអរគុណសម្រាប់ការតាមដានទស្សនាជូនពរជួបតែសំណាងល្អ